លោក Trump និយាយថា Venezuela នឹងទប់ទេគឺប្រេងរហូតដល់50លានបារ៉ែលទៅសហរដ្ឋអាមេរិកជម្រាបសួរក៏ដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំបានលើកឡើងនៅរឿងប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាប្រទេស Venezuela នឹងប្រែក្លាយប្រេងរហូតដល់50លានបារ៉ែលទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីប្រតិបត្តិការយោធាដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបានដកប្រធានាធិបតី Nicolás Maduro ចេញពីអំណាចលោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបន្ថែមថាប្រេងនឹងត្រូវបានលក់ក្នុងតម្លៃទីផ្សាររបស់ខ្លួនដោយបន្ថែមថាលុយនឹងត្រូវគ្រប់គ្រងដោយខ្លួនគាត់នឹងប្រើប្រាស់ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន Venezuela និងសហរដ្ឋអាមេរិកការអត្ថាធិប្បាយរបស់គាត់បានកើតឡើងបន្ទាប់ពីគាត់បាននិយាយថាឧស្សាហកម្មប្រេងរបស់សហរដ្ឋអាមេរិកនឹងកើនឡើងនឹងដំណើរការនៅក្នុងប្រទេស Venezuela ក្នុងរយៈពេល18ខែហើយថាគាត់រំពឹងថាការវិនិយោគដ៏ធំនឹងហូរចូលប្រទេសអ្នកវិភាគពីមុនបានប្រាប់ BBC ថាវាអាចចំណាយប្រាក់រាប់សិបពាន់លានដុល្លារហើយអាចមានសក្តានុពលមួយស្វិតដើម្បីស្ដារទិន្នផលពីមុនរបស់ Venezuela ឡើងវិញលោក Trump បានបង្ហោះនៅលើ Truth Social កាលពីថ្ងៃអង្គារថាក៏ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាអាញាធរបណ្ដោះអាសន្ននៅក្នុងប្រទេស Venezuela នឹងផ្ទេរពី30ទៅ50លានបារ៉ែលដែលមានគុណភាពខ្ពស់ប្រេងដាក់ទណ្ឌកម្មទៅកាន់សហរដ្ឋអាមេរិកប្រេងនេះនឹងត្រូវបានលក់ក្នុងតម្លៃទីផ្សាររបស់វាហើយលុយនោះនឹងត្រូវគ្រប់គ្រងដោយខ្ញុំក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីធានាថាវាត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន Venezuela និងសហរដ្ឋអាមេរិកការអត្ថាធិប្បាយរបស់គាត់បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Jesse Rodriguez អតីតអនុប្រធានាធិបតីរបស់ប្រទេស Venezuela បានស្បោះចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ខ្លួនលោក Maduro ត្រូវបាននាំទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននិងអាវុធកាលពីថ្ងៃច័ន្ទប្រធានាធិបតីអាមេរិកបានប្រាប់ ABC News ថាការមានប្រទេស Venezuela ដែលជាប្រទេសផលិតប្រេងគឺល្អសម្រាប់សហរដ្ឋអាមេរិកព្រោះវាធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះអ្នកតំណាងមកពីក្រុមហ៊ុនប្រេងសំខាន់របស់សហរដ្ឋអាមេរិកក្រុងនឹងជួបជាមួយរដ្ឋបាល Trump នៅសប្តាហ៍នេះទូរទស្សន៍ BBC របស់អាមេរិកដែលជាដៃគូ Service បានរាយការណ៍អ្នកវិភាគដែលធ្លាប់បាននិយាយជាមួយ BBC មានការសង្ស័យថាផែនការរបស់លោក Trump នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ពិភពលោកហើយដូច្នេះតម្លៃប្រេងពួកគេបានស្នើថាក្រុមហ៊ុននានានឹងស្វែងរកការធានាឡើងវិញថារដ្ឋាភិបាលមានស្ថិរភាពហើយសូម្បីតែនៅពេលដែលពួកគេបានវិនិយោគក៏ដោយក៏គម្រោងរបស់ពួកគេនឹងមិនផ្ដល់ឲ្យអស់ជាច្រើនឆ្នាំលោក Trump បានប្រកែកក្នុងប៉ុន្មានថ្ងៃថ្មីនេះថាក្រុមហ៊ុនប្រេងអាមេរិកអាចជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ Venezuela ប្រទេសនេះមានប្រហែល303,000លានបារ៉ែលដែលជាទុនបម្រុងដ៏ធំបំផុតរបស់ពិភពលោកប៉ុន្តែការផលិតប្រេងរបស់ខ្លួនបានធ្លាក់ចុះចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ2000មករដ្ឋបាល Trump មើលឃើញសក្តានុពលដ៏សំខាន់សម្រាប់ការរំពឹងទុកថាមពលរបស់ខ្លួននៅក្នុងទុនបម្រុងរបស់ Venezuela ការបង្កើនការផលិតប្រេងរបស់ប្រទេសនឹងមានតម្លៃថ្លៃសម្រាប់ក្រុមហ៊ុនអាមេរិកប្រេង Venezuela ក៏ធ្ងន់ដែរហើយពិបាកចម្រាញ់ជាងមានក្រុមហ៊ុនអាមេរិកតែមួយគត់គឺ Chevron ដែលកំពុងប្រតិបត្តិការក្នុងប្រទេសដោយសួររកការអត្ថាធិប្បាយអំពីផែនការរបស់លោក Trump សម្រាប់ការផលិតប្រេងរបស់សហរដ្ឋអាមេរិកនៅ Venezuela អ្នកនាំពាក្យក្រុមហ៊ុន Chevron លោក Bill Chern បាននិយាយថាក្រុមហ៊ុននៅតែផ្ដោតលើសុវត្ថិភាពនិងសុខុមាលភាពរបស់បុគ្គលិករបស់យើងក៏ដូចជាសុចរិតភាពនៃទ្រព្យសម្បត្តិរបស់យើងលោក Chern បានបន្ថែមថាយើងបន្តប្រតិបត្តិការដោយអនុលោមតាមច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធទាំងអស់ ConocoPhillips ដែលជាក្រុមហ៊ុនប្រេងធំរបស់សហរដ្ឋអាមេរិកដែលលែងមានវត្តមាននៅក្នុងប្រទេស Venezuela កំពុងតាមដានការអភិវឌ្ឍនៅក្នុងប្រទេស Venezuela និងផលប៉ះពាល់សក្តានុពលរបស់ពួកគេចំពោះការផ្គត់ផ្គង់និងស្ថិរភាពថាមពលសកលអ្នកនាំពាក្យលោក Dennis Nuss បាននិយាយលោក Nuss បាននិយាយថាវានឹងឆាប់ពេកក្នុងការប៉ាន់ស្មានលើសកម្មភាពអាជីវកម្មឬការវិនិយោគនាពេលអនាគតណាមួយក្រុមហ៊ុនទី3គឺ Exxon មិនបានឆ្លើយតបភ្លាមចំពោះសំណើសុំការអត្ថាធិប្បាយទេខណៈពេលដែលបង្ហាញពីភាពត្រឹមត្រូវនៃការរឹបអូសយក Maduro ពីទីក្រុង Caracas លោក Trump ក៏បានអះអាងដែរថាប្រទេស Venezuela បានរឹបអូសនិងលួចប្រេងអាមេរិកដោយឯកតោភាគីអនុប្រធានាធិបតី Vance បានបន្តការអាងទាំងនោះនៅលើបន្ទាប់ពី Maduro ត្រូវបានចាប់ខ្លួនដោយសរសេរថា Venezuela បានដកហូតទ្រព្យសម្បត្តិប្រេងរបស់អាមេរិកហើយរហូតមកដល់ពេលថ្មីនេះបានប្រើប្រាស់ទ្រព្យសម្បត្តិដែលបានលួចនោះដើម្បីទទួលបានអ្នកមាននិងផ្ដល់មូលនិធិដល់សកម្មភាពភេរវកររបស់ពួកគេការពិតគឺស្មុគស្មាញជាងក្រុមហ៊ុនប្រេងរបស់អាមេរិកមានប្រវត្តិយូរមកហើយក្នុងប្រទេស Venezuela ដោយបានទាញយកប្រេងក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ Venezuela បានធ្វើជាតូបនីយកម្មឧស្សាហកម្មប្រេងរបស់ខ្លួននៅឆ្នាំ1976ហើយនៅឆ្នាំ2007ប្រធានាធិបតី Hugo Chavez បានប្រើការគ្រប់គ្រងរដ្ឋបន្ថែមទៀតលើទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយបរទេសដែលនៅសល់របស់ក្រុមហ៊ុនប្រេងអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស
ក្នុងឆ្នាំ2015 តុលាការធនាគារពិភពលោកបានបញ្ជាឲ្យវេណេស៊ុយអេឡាបង់ប្រាក់ចំនួន $8.7 ពាន់លានទៅឲ្យ ConocoPhillips ជាសំណងសម្រាប់ការផ្លាស់ប្តូរឆ្នាំ2007នេះ ទឹកប្រាក់នោះមិនត្រូវបានបង់ដោយប្រទេសវេណេស៊ុយអេឡាទេ ដូច្នេះយ៉ាងហោចណាស់ក្រុមហ៊ុនប្រេងរបស់អាមេរិកមួយមានសំណងដែលជំពាក់នឹងវា ប៉ុន្តែលោក Benchi របស់ Bevis Veravi បាននិយាយថាការអះអាងដែលវេណេស៊ុយអេឡាបានលួចប្រេងរបស់អាមេរិកគឺសាមញ្ញពេក ខណៈដែលអ្នកជំនាញបាននិយាយថាប្រេងខ្លួនឯងមិនដែលត្រូវបានកាន់កាប់ដោយនរណាម្នាក់ឡើយ លើកលែងតែប្រទេសវេ